បងប្អូននេះតំបន់ទេសចរអត់ទាន់មានអ្នកមកលេងបងប្អូននេះគេហៅស្ទឹងម៉ែចាណាបងប្អូនទឹកធ្លាក់ដូចទឹកឈូអញ្ចឹងតែនេះទឹកមកពីបូកូបងប្អូនសម្បូរទឹកដល់ហើយទឹកមកវាទៀត